ในលើភពផែនដីរបស់យើងគឺមានកន្លែងជាច្រើនកន្លែងខ្លះយើងស្គាល់កន្លែងខ្លះយើងមិនស្គាល់ហើយកន្លែងខ្លះជាដានប្រវត្តិសាស្ត្ររបស់មនុស្សយើងផងដែរហើយនៅក្នុងវីដេអូនេះយើងទៅមើលកន្លែងទាំង10ដែលគេបោះបង់ចោលទី10 Bankford ទីកន្លែងនេះគឺស្ថិតនៅក្នុងប្រទេសឥណ្ឌាហើយប្រជាជននៅក្បែរនោះគឺតែងតែជឿថានៅតំបន់នេះគឺមានទៅដោយខ្មោចដូច្នេះហើយធ្វើឲ្យពួកគេមិនហ៊ានមកលេងនៅក្នុងពេលយប់នោះទេទី9 Humberstone ទីកន្លែងនេះគឺជាទីក្រុងមួយដែលគេស្វែងរករ៉ាហើយក៏បន្សល់នូវកាកសំណល់គីមីជាច្រើនផងដែរនៅក្នុងឆ្នាំ1960នៅពេលដែលអស់សារធាតុរ៉ែពួកគេក៏បានបោះបង់ចោលនៅទីក្រុងមួយនេះហើយក៏គ្មានមនុស្សឯណាមករស់នៅទីក្រុងនេះទៀតដែរដោយសារតែពោពេញទៅដោយសារធាតុគីមីដែលបន្សល់ពីការរស់រករ៉ែទាំងអស់នោះទី8 Centralia វាមានទីតាំងនៅសហរដ្ឋអាមេរិកវាគឺជាទីក្រុងដែលសម្បូរទៅដោយព្យុះថ្មហើយដោយសារតែបញ្ហាបច្ចេកទេសក្នុងការរុះរើព្យុះថ្មទាំងអស់ហ្នឹងបានបណ្ដាលឲ្យព្យុះថ្មទាំងអស់ហ្នឹងឆេះនៅក្នុងក្រោមដីហើយបានបង្ករយៈពេលការឆេះហ្នឹងរហូតដល់60ឆ្នាំមកដល់បច្ចុប្បន្ននេះដែលជាហេតុធ្វើឲ្យអ្នកភូមិនៅទីនោះមិនអាចរស់នៅទីនោះបានទៀតទេដោយសារតែសែងពុលនិងចំហាយក្លិនពីព្យុះថ្មដែលបណ្ដាលឲ្យពួកគាត់ពិបាកក្នុងការរស់នៅទី7 Wow Rosa វាគឺជាទីតាំងតំបន់ទេសចរណ៍ដែលមានសក្តានុពលជាខ្លាំងនៅក្នុងឆ្នាំ1970ប៉ុន្តែជាអកុសលនៅក្នុងឆ្នាំ1974នៅតំបន់នេះត្រូវបានគេបោះបង់ចោលដោយសារតែការឈ្លានពានពីប្រទេសទួរគីទី6 Orlando Scotland ទីកន្លែងនេះត្រូវបានបោះចោលនៅក្នុងឆ្នាំ1944មូលហេតុគឺដោយសារតែការបំផ្លិចបំផ្លាញពីសង្គ្រាមលោកលើកទី2ហើយនឹងបានសម្លាប់ប្រជាជនទាំងអស់នៅតំបន់នេះទី5 Krakowវាស្ថិតនៅក្នុងប្រទេសអ៊ីតាលីវាគឺជាភូមិបុរាណមួយដែលមានអាយុកាលប្រមាណជា1000ឆ្នាំហើយត្រូវបានបោះបង់ចោលនៅឆ្នាំ1963ដោយសារតែមានគ្រោះរញ្ជួយដីផ្សេងៗដែលជាហេតុបង្កឲ្យមានការពិបាកក្នុងការរស់នៅទី4 Kolenskop វាគឺជាទីក្រុងរ៉ែពេជ្រដ៏សម្បូរបែបនៅក្នុងសតវត្សទី20ក្រោយពីសង្គ្រាមលោកលើកទី1បានធ្វើឲ្យតម្លៃពេជ្រមានការថយចុះដែលជាហេតុធ្វើគេបោះបង់ចោលនៅទីក្រុងនេះក្នុងឆ្នាំ1950ទី3 Body Ghost Town វាគឺជាទីក្រុងរ៉ែមាសដែលមានការរីកចម្រើនជាខ្លាំងនៅក្នុងសតវត្សទី19និងមានប្រជាជនប្រមាណជា 10000 នាក់ដែលរស់នៅក្នុងទីនោះមូលហេតុដែលបោះបង់ចោលនៅទីនេះគឺដោយសារតែមានការថយចុះនៃរ៉ែមាសគួបផ្សំនឹងមានអគ្គិភ័យនៅក្នុងឆ្នាំ1932ដែលបំផ្លាញទីក្រុងនេះពាក់កណ្ដាលនោះទៅធ្វើឲ្យពួកគេបោះបង់ចោលទី2កោះ Heshima នៅក្នុងប្រទេសជប៉ុនវាគឺជាកោះដែលសម្បូរទៅដោយព្យុះថ្មហើយប្រជាជនរស់នៅទីនេះគឺដើម្បីរកព្យុះថ្មទាំងអស់ហ្នឹងហើយនៅក្នុងឆ្នាំ1974នៅពេលដែលប្រភពព្យុះថ្មអស់ជប៉ុនក៏មានការផ្លាស់ប្ដូរពីថាមពលព្យុះថ្មមកប្រើប្រេងវិញហើយទីតាំងមួយនេះក៏ត្រូវបានបោះបង់ចោលទី1 Pripyat នៅក្នុងប្រទេសអ៊ុយក្រែនវាគឺជាទីក្រុងប្រវត្តិសាស្ត្រមួយដែលកសាងនៅក្នុងឆ្នាំ1970មូលហេតុនៃការបោះបង់ចោលនៃទីក្រុងមួយនេះគឺនៅក្នុងឆ្នាំ1986មានគ្រោះមហន្តរាយបានបោកបោកទៅលើទីក្រុងមួយនេះហើយបានបញ្ចេញសារធាតុវិទ្យុសកម្មជាច្រើនមកលើទីក្រុងមួយនេះដើម្បីសុវត្ថិភាពប្រជាជនប្រមាណជា50000នាក់ត្រូវបានជម្លៀសពីទីនេះភ្លាមវីដេអូប្រមាណជា3នាទីជាងដែលនិយាយអំពីទីក្រុងដែលគេបោះបង់ចោលក៏តំបន់ដែលគេបោះបង់ចោលមួយនេះក៏ត្រូវបានដល់ទីបញ្ចប់បើសិនជាពេញចិត្តវីដេអូមួយនេះកុំភ្លេចជួយ like share subscribe អ្នកមួយផងអរគុណសម្រាប់ការទស្សនា Thank you for watching